ជំរាបសួរស្វាគមន៍មកកាន់ Channel Learn Chinese SK ថ្ងៃនេះខ្ញុំមានវីដេអូខ្លីទាក់ទងនឹងការរៀន Pinyin ភាសាចិនហើយនៅក្នុង Pinyin ភាសាចិននេះយើងចែកចេញជាព្យញ្ជនៈស្រៈផ្សំហើយនិងស្រៈពេញតួជាមួយនឹងសំឡេងប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែព្យញ្ជនៈសិនទេដែលព្យញ្ជនៈនោះគេហៅថាសឹងหมู่នៅក្នុងសឹងหมู่មានចំនួន23តួអញ្ចឹងខ្ញុំសូមអានជូនពផផមហ្វទឺធនឺលគខជីછીស៊ី吱吃日滋丝អ៊ូនៅត្រង់អក្សរឈឺដែលមានếchនៅខាងចុងយើងអានយើងដាក់អណ្ដាតទល់ទៅខាងលើចំណែកអក្សរឈឺដែលអត់មានếchនៅខាងចុងយើងអានយើងដាក់អណ្ដាតទល់ធ្មេញ